វីដេអូទី4គឺយើងចូលដល់លំហាត់អក្សរដូ x ការ៉េស្មើ1លើ169អញ្ចឹងចំនួននេះគឺជាប្រភេទគឺយើងពាក្យ radical ឲ្យវាជាប្រភេទទាំងមូលរួចហើយយើងចាំលើកជាការ៉េតាមក្រោយអញ្ចឹងយើងលើកផ្ដាច់ផ្សេងគ្នាក៏បានយើងលើកដាក់រួមគ្នាក៏បានអញ្ចឹងនេះយើងដាក់រួមគ្នានេះគ្រូដាក់ឲ្យមួយយើងលើកបាន1ការ៉េ169គឺយើងលើកបាន13ការ៉េអញ្ចឹងយើងប្រើវងកញ្ចក់ដាក់ការ៉េរួមគ្នាហើយវាចេញបាន1លើ13នេះគឺជាចម្លើយទី1ដែលយើងតាំងឲ្យ x1 ចុះចូលចម្លើយទី2គឺយើងតាំងឲ្យ x2 គឺយើងគ្រាន់តែដាក់សញ្ញាដកឲ្យដែលជាចំនួនអវិជ្ជមានយើងដាក់សញ្ញាដកហើយយើងពាក្យ radical ឲ្យចំនួនប្រភេទនោះមកយើងលើកជាស្វ័យគុណដូចខាងលើដែរតែយើងមានសញ្ញាដកពេលដែលចេញមកវាបានទៅជាចំនួនអវិជ្ជមានកូនបានមើលនៅក្នុងលំហាត់ដែលអ្នកគ្រូបានគណនានៅវីដេអូទី1ទី2និងទី3អញ្ចឹងយើងយល់ហើយវិធីដោះស្រាយលំនាំនៃការដោះស្រាយគឺដូចគ្នាអញ្ចឹងយើងបានចម្លើយ2នៅក្នុងឫសការ៉េនេះជាសមីការដែលមានតម្លៃនៃ x គឺយើងអាចមានចម្លើយ2បើសិនជាគេឲ្យអវិជ្ជមានគឺអត់មានចម្លើយទេសម្រាប់ឫសការ៉េយើងបានលំហាត់នេះគឺមានចម្លើយបាន2 x1 ឬក៏ហៅថាចម្លើយទី1ស្មើនឹង1លើ13ពេលចម្លើយទី2គឺយើងដាក់សញ្ញាដកមក x2 ស្មើនឹងដក1លើ13ចូលមកក្នុងលំហាត់អក្សរធัว x ការ៉េស្មើ4លើ100អញ្ចឹងចំនួនលេខដែលគេឲ្យសុទ្ធតែអាចលើកជាការ៉េបាន4យើងលើកបាន2ការ៉េ100យើងលើកបាន10ការ៉េតែយើងដាក់តម្លៃលេខដើមរបស់គេមកសិនរួចចាំលើកការ៉េតាមក្រោយយើងដាក់បាន2លើ10អានេះយើងដាក់ការ៉េរួមគ្នាគេប្រើវងកញ្ចក់ក្តោបហើយយើងដាក់ការ៉េរួមគ្នាយើងចែកមកបានរៀងជាប្រភេទតម្ដង2លើ10 2លើ10យើងអាចសម្រួលបានអញ្ចឹងយើងសម្រួលប្រភេទនេះមកគឺយើងសម្រួលនឹង2មានន័យថាយកវាទៅចែកនឹង2 2ចែកនឹង2បាន1 10ចែកនឹង2បាន5អញ្ចឹងយើងយកចម្លើយ1លើ5ចម្លើយទី2យើងដាក់ x2 ស្មើដកពាក្យ radical ឲ្យ4លើ100ជាងចំនួនលេខគឺដូចគ្នាយើងលើកជាការ៉េហើយយើងចេញមកជួបនឹងសញ្ញាដកអញ្ចឹងបានទៅជាចំនួនអវិជ្ជមានអញ្ចឹងឬការ៉េនេះគឺមានចម្លើយ2វិជ្ជមាននិងអវិជ្ជមានចំពោះវិជ្ជមានគឺមានសញ្ញាបូកប៉ុន្តែសញ្ញាបូកយើងមិនចាំបាច់ដាក់ទេយើងដាក់តែសញ្ញាដកជាចំនួនអវិជ្ជមានហើយយើងសម្រួលមកឃើញចម្លើយលេខដូចគ្នាគ្រាន់តែមួយវិជ្ជមានមួយអវិជ្ជមានដូចនេះចម្លើយទី1ស្មើ1លើ5ចម្លើយទី2ស្មើដក1លើ5ចូលលំហាត់អក្សរណ x ការ៉េស្មើនឹង36លើ225អញ្ចឹងលេខ36ក៏លើកការ៉េបាន225ក៏លើកការ៉េបានអញ្ចឹងយើងលើកហើយយើងចែងក្រៅមកបានជាចម្លើយស្រេចតែម្ដង36យើងលើកបាន6ការ៉េអញ្ចឹងយើងដាក់លេខ6យើងចាំប្រើការ៉េរួមគ្នាហើយ225យើងលើកជាការ៉េគឺបាន15ការ៉េអញ្ចឹងយើងដាក់15មកយើងប្រើវងកញ្ចក់ក្តោបដាក់ការ៉េរួមរួចហើយយើងចែងមកបាន6លើ15អញ្ចឹងលេខនេះក៏អាចសម្រួលបានដែរគឺយើងសម្រួលនឹង3មានន័យថាយកវាទៅចែកនឹង3យក6ទៅចែកនឹង3បាន2យក15ទៅចែកនឹង3បាន5អញ្ចឹងចម្លើយយើងបាន2លើ5ចម្លើយទី2យើងដាក់ x2 ស្មើហើយយើងដាក់សញ្ញាដក
លេខគឺដូចគ្នាយើងលើកជាការ៉េអីដូចគ្នាទាំងអស់គ្រាន់តែវាចេញមកជួបនឹងសញ្ញាដកខាងក្រៅវាបានទៅជាចំនួនអវិជ្ជមានយើងចេញហើយយើងស្រួលដូចគ្នាគឺបានចម្លើយដក2 លើ 5លំហាត់អក្សរត x ការ៉េស្មើដក1 លើ 81ចាលេខដកនេះវាជាចំនួនអវិជ្ជមានចំនួនអវិជ្ជមានអត់មានឫសការ៉េទេអញ្ចឹងកូនចំណាំត្រង់នេះផងមិនចាំបាច់គណនាលេខអីទេបើយើងឃើញសញ្ញាដកហើយបណ្ន័យថាវាអត់មានចម្លើយទេវាអត់មានឫសទេសង្ឃសម័យកាលនេះយើងមិនអាចរកតម្លៃ x បានទេដូច្នេះបណ្ន័យថាសម័យកាលនេះគឺគ្មានឫសចំនួនអវិជ្ជមានគ្មានឫសការ៉េទេដូចនេះសម័យកាលគ្មានឫស